សម្រាប់របៀបប្រើឆ្នាំងបាយ Toshiba ម៉ូដទឹកត្រជាក់ថ្មីហើយម៉ូដ touch screen ពេលដែលដាំបាយបងដាក់អង្គដាក់ទឹករួចរាល់ហើយដោតខ្សែភ្លើងបងមើលចំណុចនេះដោតដំបូងនេះវាចេញកន្លែងដាំបាយនឹងស្រាប់គ្រាន់តែចុច start ដំណើរការមកឃើញសញ្ញាវិលអញ្ចឹងហើយចេញ50នាទីអញ្ចឹង50នាទីក្រោយបាយឆ្អិនសម្រាប់មុខងារដាំបាយចុចតែប៉ុណ្្នឹងណាបងប៉ុន្តែមានមួយយ៉ាងទៀតអញ្ចឹងខ្ញុំចង់ផ្ដាច់ដំណើរការសិនខ្ញុំចុច cancel ផ្ដាច់ដំណើរការហើយដោយសារតែឆ្នាំងនេះសេរីចេញថ្មីនេះវាមានដាំបាយធម្មតាហ្នឹងប៉ុន្តែបងអាចជ្រើសរើសគុណភាពរសជាតិបាយបានទៀត regular ហ្នឹងគឺធម្មតា soft បាយរីងទន់ហើយ hard ហ្នឹងបាយរីងរឹងអញ្ចឹងនៅពេលដែលបងដាំបាយធម្មតាហ្នឹងបងអាចជ្រើសរើសបានទៀតចុចកន្លែងពាក្យ taste នេះ regular ហ្នឹងធម្មតា soft បាយទន់ hard បាយរឹងអញ្ចឹងបងចង់បានមួយណាឧទាហរណ៍នេះខ្ញុំយក soft បាយរីងទន់ហ្នឹងហើយខ្ញុំចុច start ទៅអញ្ចឹងដាំរយៈពេល1ម៉ោង1ម៉ោងក្រោយបាយឆ្អិនអញ្ចឹងមុខងារនឹងបងចង់ប្រើក៏បានអត់ក៏បានយើងបន្ថែមពីលើគុណភាពបាយដែលដាំនឹងទៀតណាបងបើសិនជាបងអត់ចង់ប្រើមុខងារថេសនឹងនៅពេលដាំបាយទេអត់ប្រើក៏បានដែរបងគ្រាន់តែចុចដាំបាយដំបូងដូចខ្ញុំបង្ហាញជូនពីខាងដើមវីដេអូតែប៉ុណ្្នឹងក៏បានដែរអញ្ចឹងឆ្នាំងនេះក្រៅពីមុខងារដាំបាយក៏ប្រើបានមុខងារផ្សេងទៀតដែរអញ្ចឹងមុខងារផ្សេងទៀតបងអាចមើលពីជួរខាងលើនេះបានណាបងដើម្បីចុចមុខងារពីជួរខាងលើនឹងបានបងចុចពាក្យម៉នុយអញ្ចឹងទី1នេះមានដាំបាយធម្មតាហើយទី2នេះដាំបាយអង្គក្អូបហើយបន្តមកទៀតនេះដាំបាយអង្គសម្រូបបន្តមកទៀតនេះបាយតំណើប sticky rice ហ្នឹងណាបងបន្តមកទៀតនេះដាំបបរបន្តមកទៀត steam នេះចំហុយបន្តមកទៀតនេះដាំបាយស៊ូស៊ីហើយនឹងមុខងារចុងក្រោយនេះស៊ុបអញ្ចឹងនៅពេលដែលបងអូខេមុខងារណាមួយហើយឧទាហរណ៍នេះខ្ញុំអូខេមុខងារស៊ុបអញ្ចឹងខ្ញុំគ្រាន់តែចុច start ទៅបងឃើញសញ្ញាអញ្ចឹងហើយវាកំណត់2ម៉ោងសម្រាប់ការចម្អិនស៊ុបបងចង់រំងាស់ស៊ុបធ្វើស៊ុបជាមួយនឹងឆ្នាំងបែបអញ្ចេះហ្នឹងបងគឺអត់ចេះរីងទឹកទេបងមិនប្របាក់ថែមទឹកទេដាក់តែគ្រឿងផ្សំដាក់នឹងបរិមាណទឹកតែបងត្រូវការចម្អិននឹងហើយតែដល់ម៉ោងគឺឆ្អិនតែម្ដងវាមានការចុចច្រឡំបងអាចចុចពាក្យ cancel នេះបានហើយអាចចាប់ដើមជ្រើសរើសសាស្ត្រដើមឡើងវិញបានហើយបន្តមកទៀតនេះបងឃើញពាក្យ timer នេះគឺអាចកំណត់ម៉ោងបានណាអញ្ចឹងនៅលើមុខងារមួយហ្នឹងបើសិនបងចង់កំណត់ម៉ោងខ្លួនឯងអាចចុចកន្លែង timer នឹងហើយចុចកន្លែងលេខបុកលេខដកហ្នឹងបន្ថែមបន្ថយម៉ោងបានខ្លួនឯងនៅលើមុខងារដែលខ្ញុំចុចជូនបងមើលមុនហ្នឹងគឺវាមានកំណត់ម៉ោងឲ្យស្រាប់បបរស៊ុបចំហុយហ្នឹងគឺវាមានកំណត់ឲ្យស្រាប់ប៉ុន្តែបងចង់សេរីម៉ោងថែមម៉ោងថយម៉ោងខ្លួនឯងអាចចុចកន្លែង timer ហ្នឹងហើយនឹងបូកដកបន្ថែមបន្ថយម៉ោងបានខ្លួនឯងទៀតអញ្ចឹងចូលមកដល់មុខងារកន្លែងពាក្យ quick cook នេះគឺសម្រាប់ចម្អិនលឿនអញ្ចឹងបងដាំបាយបើសិនបងចង់ចម្អិនលឿនត្រូវការដាំបាយលឿនបញ្ញាប់អាចដាក់អង្គដាក់ទឹកហើយចុចទៅលើមុខងារ quick cook នឹងបានពេលដែលចុចទៅលើមុខងារ quick cook ហ្នឹងគឺវាប្រើរយៈពេល30នាទីដាំបាយបងអញ្ចឹងយើងអាចចុចតែប៉ុណ្្នឹងក៏បានដែរហ្នឹងក្នុងករណីដាំបាយបញ្ញាប់បើដាំបាយធម្មតាវាចូល50នាទីទៅ1ម៉ោងដូចដែលខ្ញុំបង្ហាញជូនបងនៅខាងដើមវីដេអូអញ្ចឹងបង